so sayសម្រាប់ define សម្រាប់ demand factor 0ទី8នេះបានមកពីណា demand ហ្នឹងយើងមាននេះណាមានតារាងគេ table upload បើសិនជា distribution 2ទៅ3 sequence យើងយក0ទី1ឥឡូវអានេះគេ list ឲ្យ assume loading factor វាមាន4ទៅ5 1ទៅ10មាន10ឡើងអញ្ចឹង electric actuator ឥឡូវសម្រាប់អានេះមូលហេតុបាន0ទី8អញ្ចឹងវាមានប្រហែល1 2 3 4 sequence អញ្ចឹងយើងមើលតារាងទៅ4 sequence វាមានមានអីនេះ4 sequence និង5 sequence យើងយក0ទី8អញ្ចឹងឥឡូវយើងមើល db measurement flow មូលហេតុបាន0ទី7យើងមកនេះ1 2 3 4 5 6 6យើងមើលតារាង6នៅណា6ទៅ9 ratio គេយក0.7ឥឡូវយើងមើលបន្តទៀតហើយ0.6 យើងហត់ទៅវាមានប្រហែល sequence នេះ sequence តាំងពីនេះមកដល់នេះ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
ចឹងវាចាប់ពី10ឡើងទៅគេយក 0.6 element vector ណា